ខ្ញុំបាទក៏សូមធ្វើការអនុញ្ញាតនឹងជម្រាបសួរទៅកាន់ពុកម៉ែបងប្អូននិងអស់លោកស្រីអ្នកនាងកញ្ញាជាទីគោរពនៅថ្ងៃនេះខ្ញុំក៏សូមពំនាំអារម្មណ៍ពុកម៉ែបងប្អូនមកតាមដានស្ដាប់អំពីជោគជតារាសីហោរាសាស្ត្រដែលខ្ញុំបាទដួងសម័យធ្វើការដកស្រង់និងអានជូននៅក្បួនហោរាសាស្ត្រប្រចាំថ្ងៃអាទិត្យនេះដូច្នេះសូមពុកម៉ែបងប្អូនធ្វើការ comment និងលេខសំណាងនៅពាក្យថាសាធុចំនួន3ដងរួចសេវចេញភ្លាមនឹងមានសំណាងល្អតាមចុកខ្លួនរហូតនៅថ្ងៃអាទិត្យនេះដែរខ្ញុំក៏សូមបួងសួងឲ្យជាថ្ងៃលៀងគ្រោះចង្រៃសត្រូវคล้ายជាមិត្តនឹងឲ្យជាថ្ងៃមានលៀបមានជ័យមានទ្រព្យសម្បត្តិឡើងខ្ពស់សម្រាប់ឆ្នាំទាំង12ដូច្នេះកុំឲ្យខាតពេលយូរសូមពុកម៉ែបងប្អូនរីករាយស្ដាប់ជាមួយនឹងខ្ញុំបាទដូចតទៅសម្រាប់លោកអ្នកដែលកើតឆ្នាំជូតកណ្ដុរមាសអបរាជចិញ្ចឹមនាំលៀបនាំជ័យនាំសុភមង្គលប្រាថ្នាអ្វីតែងបានសម្រេចហើយអនាគតខ្លាយជាអ្នកមានទ្រព្យស្រុកស្ដំម៉ោងដែលនាំលៀបសំណាងគឺម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចពណ៌ដែលនាំលៀបសំណាងគឺពណ៌ស្វាយនិងពណ៌ផ្កាឈូកលេខដែលនាំលៀបសំណាងគឺលេខ24និងលេខ68សូម comment ទៅលេខ999យកលៀបសម្បត្តិទេវតាទ្រព្យមានបារមីស័ក្តិសិទ្ធិណាស់សេវចេញភ្លាមទំនាយទេឆាត់បំផុតនិងមានសំណាងល្អនិងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូរហៀចំពោះឆ្នាំជូតរាសីឡើងខ្ពស់ត្រដែតនៅថ្ងៃនេះលោកអ្នកសម្រុកការងារពេញទីបានហើយពីព្រោះថាផលជាផ្លែផ្កាតែងហុចមកវិញជានិច្ចសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញការរកផលចំណូលមានការកម្រិតគួរសមលោកអ្នកអាចបើកមុខរបរថ្មីឬផ្លាស់ប្ដូរមុខរបរក៏តែងផ្ដល់ផលល្អមកវិញដោយគប់បំណងការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯមโนសញ្ចេតនាបញ្ហាស្នេហាកំឡោះក្រមុំកុំចង់ទុំមុនស្រគៀលប្រយ័ត្នកើតរឿងធំគ្មាននរណាអាចជួយកើតឡើយសម្រាប់លោកអ្នកដែលកើតឆ្នាំឆ្លូវកូននាំលៀបនាំជ័យនាំសុភមង្គលប្រាថ្នាអ្វីតែងបានសម្រេចហើយអនាគតខ្លាយជាអ្នកមានទ្រព្យស្ដុកស្ដំម៉ោងដែលនាំលៀបសំណាងគឺម៉ោង5ព្រឹកដល់ម៉ោង7យប់ពណ៌ដែលនាំលៀបសំណាងគឺពណ៌លឿងនិងពណ៌ក្រហមលេខដែលនាំលៀបសំណាងគឺលេខ35និងលេខ52សូម comment ទៅលេខ168យកលៀបសម្បត្តិទេវតាទ្រព្យមានបារមីស័ក្តិសិទ្ធិណាស់សេវចេញភ្លាមទំនាយទេឆាត់បំផុតនិងមានសំណាងល្អនិងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូរហៀចំពោះឆ្នាំឆ្លូវរាសីល្អមធ្យមនៅថ្ងៃនេះទោះបីលោកអ្នកបំពេញកិច្ចការងារអ្វីឃើញថាតែងផ្ដល់ផលល្អនិងក្រុមមនុស្សជួយជ្រោមជ្រែងផងថ្ងៃនេះដែរលោកអ្នកក៏បីមានការប្រយ័ត្នប្រយែងបន្តិចព្រោះងាយជួបគ្រោះចាញ់បោកគេណាចំពោះអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានភាពលំនឹងល្អហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃចិញ្ចឹមឆ្នាំងបាយបានអញ្ចឹងដែររីឯមโนសញ្ចេតនាបញ្ហាគូស្នេហ៍ប្រុសស្រីកុំយកកំហឹងទល់កំហល់ដាក់ខ្លួនប្រយ័ត្នកើតរឿងធំឈានដល់ការបែកបាក់សម្រាប់លោកអ្នកដែលកើតឆ្នាំខាលខ្លាមន្ត្រីចិញ្ចឹមមានប្រាជ្ញាឆ្លាតវៃមានគំនិតភ្លឺថ្លាហើយអនាគតខ្លាយជាអ្នកមានទ្រព្យស្ដុកស្ដំម៉ោងដែលនាំលៀបសំណាងគឺម៉ោង6ព្រឹកដល់ម៉ោង9យប់ពណ៌ដែលនាំលៀបសំណាងគឺពណ៌សនិងពណ៌ក្រហមលេខដែលនាំលៀបសំណាងគឺលេខ89និងលេខ69សូម comment ទៅលេខ899យកលៀបសម្បត្តិទេវតាទ្រព្យមានបារមីស័ក្តិសិទ្ធិណាស់សេវចេញភ្លាមទំនេរទេឆាត់បំផុតនិងមានសំណាងល្អនិងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូរហៀចំពោះឆ្នាំខាលឆ្នាំខាលរាសីល្អជាមធ្យមក្នុងពេលនេះឃើញថាដំណើរជីវិតរបស់លោកអ្នកទោះបីមិនមានអ្វីសម្បូរបែបពិតមែនក្តីតែក៏មានភាពសុខដុមល្អក្រន់ស្រួលចិត្តបន្តិចផងដែរការប្រកបការងារទទួលទាននានាបានផលបង្គួរប៉ុន្តែត្រូវចំណាយកម្លាំងច្រើនចំណែកការនិយាយស្ដីក៏បីមានការពិចារណាឲ្យបានច្រើនរីឯលៀបសក្ការៈក៏ច្រើនបានដោយការខិតខំរបស់ខ្លួនចំពោះទឹកចិត្តពោពេញទៅដោយភាពចង់ឈ្នះអ្នកដទៃ
ចំណែកបញ្ហាស្នេហាវិញត្រូវតង់តែឲ្យមានការអធ្យាស្រ័យគ្នាច្រើនទៅជាការប្រសើរសម្រាប់លោកអ្នកដែលកើតឆ្នាំថោះទន្សាយមាសមានបារមីដែលជាស្នេហ៍អស់មានសត្រូវមានអំណាចមានមនុស្សជួយជ្រោមជ្រែងច្រើនរីឯការងារតូចធំធ្វើដើម្បីអនាគតក្លាយជាអ្នកមានទ្រព្យស្ដុកស្ដំម៉ោងដែលនាំលាភសំណាងគឺម៉ោង6ព្រឹកដល់ម៉ោង9យប់ពណ៌ដែលនាំលាភសំណាងគឺពណ៌ផ្ទៃមេឃនិងពណ៌ផ្កាឈូកលេខដែលនាំលាភសំណាងគឺលេខ45និងលេខ66សូមខមមិនទៅលេខ989យកលាភសម្បត្តិទេវតាទ្រព្យមានបារមីស័ក្តិសិទ្ធិណាស់សេកចាញ់ភ្លាមទំនេរទេឆិតបំផុតនិងមានសំណាងល្អនិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀសម្រាប់ឆ្នាំថោះរាសីឡើងខ្ពស់ត្រដែតនៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អនិងមានរឿងរ៉ាវចូលមកឲ្យសប្បាយចិត្តផងការរស់នៅបញ្ហាគ្រួសារឬសេចក្តីស្នេហាមានភាពល្អផូរផង់ប្រពៃនិងកំពុងកើតវាការគុំត្រជាក់ត្រជុំល្អណាស់ចំពោះអ្នកប្រកបមុខរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកតតែខិតខំខ្លាំងទើបអាចទទួលជោគជ័យចំនួនធំទៅរួចរីឯមโนសញ្ចេតនាបញ្ហាសេចក្តីស្នេហាប្រុសស្រីបើមានការផ្សំផ្គុំជាគ្រួសារឬចូលស្តីដណ្ដឹងជាពេលវេលាល្អប្រពៃផងដែរសម្រាប់លោកអ្នកដែលកើតឆ្នាំរោងពោះអ្នកករាជមន្ត្រីចិញ្ចឹមធ្វើកិច្ចការងារអ្វីមួយតែងមានគំនិតភ្លឺថ្លាប្រាថ្នាអ្វីតែងបានសម្រេចធ្វើការងារតូចធំតែងមានអ្នកទំនុកបំរុងសពគ្រប់បែបយ៉ាងម៉ោងដែលនាំលាភសំណាងគឺម៉ោង7ព្រឹកដល់ម៉ោង9យប់ពណ៌ដែលនាំលាភសំណាងគឺពណ៌សនិងពណ៌ខៀវលេខដែលនាំលាភសំណាងគឺលេខ52និងលេខ96សូមខមមិនទៅលេខ777យកលាភសម្បត្តិអុកញ៉ាមានបារមីស័ក្តិសិទ្ធិណាស់សេចេញភ្លាមទំនេរទេចាត់បំផុតនិងមានសំណាងល្អនិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀចំពោះឆ្នាំរោងរាសីឡើងខ្ពស់ត្រដែតនៅក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកក៏ប្រសើរគួរសមម្ល៉េះហើយបើចង់ដើមធ្វើអ្វីមួយអាចសម្រុកពេញទីបានហើយព្រោះថាផលល្អនៅចំឲ្យជានិច្ចការប្រកបការងារវិញនោះមានលក្ខណៈពេញដៃពេញជើងហើយបើចង់ចរចារឿងអ្វីមួយក៏តែងឆាប់ត្រូវរើគ្នាទៀតផងអ្នកប្រកបមុខរបររកស៊ីជួញដូរវិញការចេញធ្វើចំនួនទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រពៃហើយការរកផលកម្រៃទៀតសោតក៏ល្មមគ្រាន់ជាទីកក់ក្ដៅរីឯមโนសញ្ចេតនាបញ្ហាស្នេហាកំឡោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើមានអ្នកគិតថាសេចក្តីស្នេហាមានលំនឹងហើយអាចរៀបចំផ្សំគុំជាគ្រួសារជាឱកាសល្អប្រពៃសម្រាប់លោកអ្នកដែលកើតឆ្នាំម្សាញ់ពោះទេវតាចិញ្ចឹមមានលាភមានជ័យមានមនុស្សជាច្រើននាំគ្នាស្រឡាញ់រាប់អានសាទរម៉ោងដែលនាំលាភសំណាងគឺម៉ោង5ព្រឹកដល់ម៉ោង7យប់ពណ៌ដែលនាំលាភសំណាងគឺពណ៌លឿងនិងពណ៌ក្រហមលេខដែលនាំលាភសំណាងគឺលេខ69និងលេខ98សូមខមមិនទៅលេខ198យកលាភសម្បត្តិអបជនជាន់ខ្ពស់មានលុយវ៉ាលៀនមានបារមីស័ក្តិសិទ្ធិណាស់សេចេញភ្លាមទំនេរទេឆិតបំផុតនិងមានសំណាងល្អនិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀចំពោះឆ្នាំម្សាញ់រាសីស្រុតចុះនៅថ្ងៃនេះលោកអ្នកនឿយទាំងកាយនិងនឿយទាំងចិត្តធ្វើឲ្យជួបនៅបញ្ហាលំបាកច្រើនចំពោះមុខសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរនៅថ្ងៃនេះវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិចហើយបើចង់ប្រកបចំនួនធំតតែខិតខំខ្លាំងទៅជោគជ័យទៅរួចរីឯមโนសញ្ចេតនាបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីកើតមានការរង្គោះរង្គើច្រើនដូច្នេះត្រូវចេះកាត់បន្ថយជន្លោះវិវាទខ្លះទើបគ្មានបញ្ហាចោទឡើង
សម្រាប់លោកអ្នកដែលកើតឆ្នាំមមីសេះមេតបចិញ្ចឹមនាំលាភនាំជ័យនាំសុភមង្គលប្រាថ្នាអ្វីតែងបានសម្រេចហើយអនាគតខ្លាយជាអ្នកមានទ្រព្យស្ដុកស្ដំម៉ោងដែលនាំលាភសំណាងគឺម៉ោង4ព្រឹកដល់ម៉ោង7យប់ពណ៌ដែលនាំលាភសំណាងគឺពណ៌បៃតងនិងពណ៌ក្រហមលេខដែលនាំលាភសំណាងគឺលេខ22និងលេខ64សូមខមមិនទៅលេខ168យកលាភសម្បត្តិទេវតាទ្រព្យមានបារមីស័ក្តិសិទ្ធិណាស់សេចេញភ្លាមទំនាយទេឆាត់បំផុតនឹងមានសំណាងល្អនិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀចំពោះឆ្នាំមមីរាសីល្អមធ្យមនៅថ្ងៃនេះការប្រកបការងារឃើញថាជួបផលលំបាកមួយចំនួនដែរត្រូវរែកពន្ធផងសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានការជួបស្ថានភាពលំបាកក្នុងការរកប្រាក់ចំណូលឯការចាយវាយទៀតសោតគ្រប់សារពើមិនសូវសុខស្រួលប៉ុន្មានទេការធ្វើដំណើរទៅទិសពេលយប់មិនសូវមានសុវត្ថិភាពទេក៏បីមានការប្រយ័ត្នប្រយែងបន្តិចទៅប្រសើររីឯមโนសញ្ចេតនាបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរការថយក្រោយនិងជន្លោះវិវាទច្រើនដែរសម្រាប់លោកអ្នកដែលកើតឆ្នាំមមែពពែមាសមានបារមីដៃជាឈ្នះអស់មាសត្រូវប្រាថ្នាអ្វីតែងបានសម្រេចហើយអនាគតខ្លាយជាមហាសេដ្ឋីគេហបតីឬក៏អ្នកមានចន្ទខ្ពស់ម៉ោងដែលនាំលាភសំណាងគឺម៉ោង5ព្រឹកដល់ម៉ោង8យប់ពណ៌ដែលនាំលាភសំណាងគឺពណ៌សនិងពណ៌លឿងលេខដែលនាំលាភសំណាងគឺលេខ46និងលេខ59សូមខមមិនទៅលេខ168យកលាភសម្បត្តិអ្នកមានចន្ទខ្ពស់មានបារមីស័ក្តិសិទ្ធិណាស់សេចេញភ្លាមទំនាយទេឆាត់បំផុតនឹងមានសំណាងល្អនិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀចំពោះឆ្នាំមមែរាសីឡើងខ្ពស់ត្រដែតនៅថ្ងៃនេះបើទោះបីធ្វើអ្វីក៏តែងសម្រេចជោគជ័យនិងហោចផលមកវិញគ្រាន់ជាទីពេញចិត្តសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរបើលោកអ្នកចង់បើករបរថ្មីឬមានការផ្ទេរទំនិញអ្វីមួយក៏តែងហោចផ្លែផ្កាមកវិញគួរជាទីពេញចិត្តការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯមโนសញ្ចេតនាបញ្ហាស្នេហាកំឡោះក្រមុំមានការជឿនលឿនទៅមុខនិងកំពុងស្រស់ស្រាយសម្រាប់លោកអ្នកដែលកើតឆ្នាំវោស្វាមន្ត្រីចិញ្ចឹមនាំលាភនាំជ័យនាំសុភមង្គលប្រាថ្នាអ្វីតែងបានសម្រេចហើយអនាគតខ្លាយជាអ្នកមានទ្រព្យស្ដុកស្ដំម៉ោងដែលនាំលាភសំណាងគឺម៉ោង5ព្រឹកដល់ម៉ោង8យប់ពណ៌ដែលនាំលាភសំណាងគឺពណ៌ខ្មៅនិងពណ៌ស្វាយលេខដែលនាំលាភសំណាងគឺលេខ29និងលេខ69សូមខមមិនទៅលេខ666យកលាភសម្បត្តិមហាសំពៅលួងមានបារមីស័ក្តិសិទ្ធិណាស់សេចេញភ្លាមទំនាយទេឆាត់បំផុតនឹងមានសំណាងល្អនិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀចំពោះឆ្នាំវោរាសីស្រិតចោនៅថ្ងៃនេះលោកអ្នកធ្វើអ្វីតោងតែប្រទាំងប្រទើសនឹងជួបបញ្ហាច្រើនផងសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញភាពសួយនៅតែមានជាប់ជានិច្ចដូច្នេះឲ្យប្រយ័ត្នប្រយែងជួបគ្រោះបាត់របស់និងគ្រោះចាញ់បោកគេការធ្វើដំណើរទីជិតឆ្ងាយចូលប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយរីឯមโนសញ្ចេតនាបញ្ហាស្នេហាកំឡោះក្រមុំឬពោះម៉ាយមេម៉ាយក្តីក្នុងពេលនេះមានការចាប់កំហុសព្រោះតែភាពចង់ចាញ់ឈ្នះគ្នាសម្រាប់លោកអ្នកដែលកើតឆ្នាំរកាមន់មាសប្រាក់អបរាចិញ្ចឹមមានសំណាងល្អឈ្នះអស់មាសត្រូវប្រាថ្នាអ្វីតែងបានសម្រេចហើយអនាគតខ្លាយជាមហាសេដ្ឋីគេហបតីឬក៏អ្នកមានចន្ទខ្ពស់ម៉ោងដែលនាំលាភសំណាងគឺម៉ោង6ព្រឹកដល់ម៉ោង7យប់ពណ៌ដែលនាំលាភសំណាងគឺពណ៌ក្រហមនិងពណ៌សលេខដែលនាំលាភសំណាងគឺលេខ11និងលេខ69សូមខមមិនទៅលេខ868យកលាភសម្បត្តិអ្នកមានចន្ទខ្ពស់មានបារមីស័ក្តិសិទ្ធិណាស់
សេកចេញភ្លាមទំនេរទាយចិត្តបំផុតនឹងមានសំណាងល្អនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហោហៀសម្រាប់ឆ្នាំរការាសីល្អមធ្យមនៅថ្ងៃនេះទោះធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងបន្តិចទៅគ្មានបញ្ហាអាក្រក់ណាមួយកើតឡើងចំពោះការប្រកបការងារសពគ្រប់បែបយ៉ាងអ្នកមិនត្រូវមានចិត្តប្រកែកប្រកាន់ច្រើនឡើយព្រោះនាំតែកើតជន្លោះវិវាទប៉ុណ្ណោះអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមិនត្រូវធ្វើអ្វីដោយតក់ក្រហល់ចង់បានភ្លាមទេពិសេសការបណ្ដាក់ទុនរកស៊ីប្រយ័ត្នជួបរឿងសួយអស់ប្រកាសពីខ្លួនត្រូវមកដេកសោកស្ដាយនៅគ្រាក្រោយឯមโนសញ្ចេតនាបញ្ហាស្នេហាកំឡោះក្រមុំមានដំណើរការទៅមុខជឿនលឿនគួរសមហើយក៏មានភាពស្រស់ស្រាយប្រពៃសម្រាប់លោកអ្នកដែលកើតឆ្នាំចសនៈនាំលៀបនាំជ័យឧបរាជចិញ្ចឹមឈ្នះអស់មាសត្រូវប្រាថ្នាអ្វីតែងបានសម្រេចហើយអនាគតខ្លាយជាគេហបតីមហាសេដ្ឋីឬក៏និមានជាន់ខ្ពស់ម៉ោងដែលនាំលៀបសំណាងគឺម៉ោង5ព្រឹកដល់ម៉ោង7យប់ពណ៌ដែលនាំលៀបសំណាងគឺពណ៌លឿងនិងពណ៌ក្រហមលេខដែលនាំលៀបសំណាងគឺលេខ58និងលេខ68សូមខមមិនទៅលេខ888យកលៀបសម្បត្តិអ្នកមានជាន់ខ្ពស់មានបារមីស័ក្តិសិទ្ធិណាស់សេកចេញភ្លាមទំនេរទាយចិត្តបំផុតនឹងមានសំណាងល្អនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហោហៀសម្រាប់ឆ្នាំចរាសីឡើងខ្ពស់ត្រដែតនៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អនិងមានរឿងរ៉ាវចូលមកឲ្យសប្បាយចិត្តផងការរស់នៅបញ្ហាគ្រួសារឬសេចក្តីស្នេហាមានភាពល្អផូរផង់ប្រពៃនិងកំពុងកើតវាការគុំត្រជាក់ត្រជុំល្អណាស់ចំពោះអ្នកប្រកបមុខរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកតើតែខិតខំខ្លាំងទើបអាចទទួលជោគជ័យចំនួនធំទៅរួចរីឯមโนសញ្ចេតនាបញ្ហាសេចក្តីស្នេហាប្រុសស្រីបើមានការផ្សំគុំជាគ្រួសារឬចូលស្ដីដណ្ដឹងជាពេលវេលាល្អប្រពៃផងដែរសម្រាប់លោកអ្នកដែលកើតឆ្នាំកុរជ្រូកនាំលៀបនាំជ័យនាំសុភមង្គលប្រាថ្នាអ្វីតែងបានសម្រេចហើយអនាគតខ្លាយជាអ្នកមានទ្រព្យស្ដុកស្ដំម៉ោងដែលនាំលៀបសំណាងគឺម៉ោង4ព្រឹកដល់ម៉ោង7យប់ពណ៌ដែលនាំលៀបសំណាងគឺពណ៌ផ្កាឈូកនិងពណ៌លឿងលេខដែលនាំលៀបសំណាងគឺលេខ98និងលេខ86សូមខមមិនទៅលេខ898យកលៀបសម្បត្តិទេវតាទ្រព្យមានបារមីស័ក្តិសិទ្ធិណាស់សេកចេញភ្លាមទំនេរទាយចិត្តបំផុតនឹងមានសំណាងល្អនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហោហៀចំពោះឆ្នាំកុររាសីឡើងខ្ពស់ត្រដែតនៅថ្ងៃនេះលោកអ្នកអាចមានដំណឹងល្អគួរសមសប្បាយចិត្តថែមទៀតផងសម្រាប់អ្នកប្រកបការងារឃើញថាជឿនលឿនទៅមុខនឹងហុចផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តផងសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរនៅពេលនេះត្រូវរុះរាន់ពីព្រោះថាបើលោកអ្នកខិតខំច្រើនប៉ុន្តែផលដែលទទួលបានក៏តែងឆ្លើយតបច្រើនប៉ុណ្ណោះដែររីឯមโนសញ្ចេតនាបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានភាពស្រស់ស្រាយនិងផ្អែមល្ហែមគួរសមខ្ញុំបាទក៏សូមអរគុណដល់ពុកម៉ែបងប្អូនដែលចំណាយពេលវេលាមកស្ដាប់នៃហោរាសាស្ត្រប្រចាំថ្ងៃនេះក៏ដល់ទីបញ្ចប់ខ្ញុំក៏សូមអភ័យទោសរាល់កំហុសការនិយាយស្ដីទៅខុសដោយអចេតនាហើយខ្ញុំក៏សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិនៅក្នុងលោកសូមឲ្យលោកអ្នកដែលកំពុងទេសនាជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ពេលគ្រប់វេលា